នេះខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនទៅលេងពីមនឹងវែកទាំងអស់គ្នាដែលនៅខាងក្រោយប្រហែលជា3គីឡូពីបន្ទាយលំវែកបើសិនយើងមើលទស្សនវិជ្ជាពិតជាស្រស់ស្អាតជុំវិញផ្លូវស្ពានសាលារៀនដែលកំណត់បង្ហាញឲ្យយើងដឹងថានៅរដូវវស្សាជុំវិញតំបន់នេះគឺទឹកលិចសាលារៀនខ្ពស់ពីទឹកជុំវិញនេះរដូវវស្សាគឺទឹកលិចទាំងអស់ជុំវិញតែម្ដងក៏ដូចជាបន្ទាយលង្វែកគឺទឹកជុំវិញបន្ទាយលង្វែកបើទឹកវស្សានៅខាងមុខនោះតែពីខ្ញុំធ្លាប់មកមុនបាត់ពិសោធន៍គឺឆ្លងទឹកគឺអាចឆ្លងមិនអាចមកដោយស្មើទៅនឹងគឺឆ្លងទូកពីទូកទៅប្រសាពីវែកក្រុមវែកមកពីវែកហ្នឹងមានស្ពាននេះពីមុនមានឯងឆ្លងទឹកទេឆ្លងទូកហើយមានស្ពានទូកនេះឆ្នាំក្រោយឡើងលិចតែពីវែកបន្ទាប់ពីចេញពីទៀមលង្វែកយើងបានចូលទៅក្នុងវត្តត្រឡែងកែងក្នុងមន្ទីរលង្វែកដើម្បីចូលក្រាបសំពះសូមសេចក្តីសុខព្រះពុទ្ធអង្គនៅក្នុងវត្តត្រឡែងកែងក្រុងមន្ទីរលង្វែកហើយអង្គុយនឹកគិតក្រឡេកតទៅកាលដែលធ្លាប់សុខសាន្តរឹងមាំហើយនឹងសង្គ្រាមហាច់ហួររវាងប្រជាជនកម្ពុជាប្រទេសកម្ពុជានិងប្រទេសជិតខាងដែលធ្វើឲ្យលង្វែកបែកបាក់ធ្លាក់ចុះយ៉ាងខ្លាំងយើងអាចសម័យមើលកលេចថយក្រោយនៅរាជធានីអតីតកាលបន្ទាយក្រុងលង្វែកយើងហាក់ក្រឡេកស្រមៃទៅអតីតកាលរូបបុរសការពារសាច់ឈាមសោះសាច់សោះការពារទឹកដីសារតបដំរីសេះដើម្បីការពារដណ្ដើមវាយជាមួយនឹងចោលឈ្លានពានទឹកដីនៅក្នុងមន្ទីរលង្វែកពោពេញដោយភាពអង់អាចក្លាហានជំរុញការពារវាយកំទេចខ្មាំងឈ្លានពានទឹកដីពីក្រុងលង្វែករាជធានីលង្វែក